អង្គភាពទទួលបន្ទុកកិច្ចការជលផលរបស់ប្រទេសហ្វីលីពីនបានចោទប្រកាន់ឆ្មាំសមុទ្រចិនថាបានប្រើបំពង់បាញ់ទឹកដាក់នាវារដ្ឋាភិបាលហ្វីលីពីនអំឡុងការធ្វើដំណើរស្រាវជ្រាវមួយនៅតំបន់សមុទ្រភាគខាងត្បូងដែលមានជម្លោះនេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Al Jazeera កាលពីថ្ងៃទី22ខែឧសភាកន្លងទៅនេះកាលពីថ្ងៃប្រហោះអង្គភាពទទួលបន្ទុកកិច្ចការជលផលនិងធនធានសមុទ្ររបស់ប្រទេសហ្វីលីពីនបានថ្កោលទោសអ្វីដែលខ្លួនហៅថាការជ្រៀតជ្រែកដ៏កក្លឿនរបស់ឆ្មាំសមុទ្រចិនមកលើនាវា Datu Sande អំឡុងឧបទ្ទវហេតុកាលពីថ្ងៃពុធការប៉ះទង្គិចគ្នានេះបានកើតឡើងក្បែរប្រជុំឆ្នេរតូចៗនៅកោះ Spratly ទីដែលនាវាហ្វីលីពីនពីរគ្រឿងកំពុងប្រមូលសំណាក់ខ្សាច់ជាផ្នែកនៃកម្មវិធីស្រាវជ្រាវវិទ្យាសាស្ត្រនៅតំបន់សមុទ្រនេះបើតាមការលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ប្រទេសហ្វីលីពីនសេចក្តីថ្លែងការណ៍ដដែលបានលើកឡើងថាការជ្រៀតជ្រែកបែបកក្លឿនជាល្បិចកលដ៏គ្រោះថ្នាក់និងសកម្មភាពខុសច្បាប់នេះបានធ្វើឲ្យខូចខាតផ្នែកក្បាលនិងបំពង់ផ្សែងរបស់នាវារបស់ប្រទេសហ្វីលីពីនអង្គភាពជលផលហ្វីលីពីនបន្ថែមថានេះជាលើកទី1ហើយដែលមានការប្រើបំពង់បាញ់ទឹកមកលើនាវាហ្វីលីពីនក្បែរតំបន់ផ្កាថ្ម Sandakai ដែលជាតំបន់មានជម្លោះប៉ុន្តែបើទោះបីជាយ៉ាងណាក្រុមអ្នកវិទ្យាសាស្ត្រហ្វីលីពីននៅតែអាចបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនឆ្មាំសមុទ្រចិនបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថានាវាហ្វីលីពីនបានបើកចូលមករកនាវារបស់ខ្លួនប្រកបដោយគ្រោះថ្នាក់ដែលបណ្ដាលឲ្យមានការប៉ះទង្គិចគ្នាពួកគេបន្ថែមថានាវាហ្វីលីពីនបានរំលោភចូលដែនទឹក Sandakai ដោយខុសច្បាប់អ្នកស្រីម៉ៅនីងអ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថាអ្នកស្រីមិនបានដឹងពីឧបទ្ទវហេតុនេះទេហើយថាអ្វីដែលលោកស្រីបានប្រាប់បានគឺថាឆ្មាំសមុទ្រចិនតែងតែពង្រឹងការអនុវត្តច្បាប់ស្របតាមច្បាប់និងបទកថាគតិយុត្តផ្សេងៗទីក្រុងប៉េកាំងអះអាងថាខ្លួនមានសិទ្ធិអធិបតេយ្យភាពស្ទើរតែទាំងស្រុងទៅលើតំបន់សមុទ្រចិនខាងត្បូងបើទោះបីជាតុលាការអាជ្ញាកណ្ដាលអន្តរជាតិសម្រេចថាការអះអាងនេះគ្មានមូលដ្ឋានច្បាប់ក៏ដោយប្រទេសហ្វីលីពីននិងប្រទេសចិនបានប្រឈមមុខដាក់គ្នាច្រើនលើកនៅតំបន់សមុទ្រចិនខាងត្បូងនេះកាលពីខែមុនប្រទេសហ្វីលីពីនបានប្រកាសបដិសេធសេចក្តីរាយការណ៍របស់បណ្ដាញសារព័ត៌មានរដ្ឋចិនដែលថាតំបន់ឆ្នេរ Sandakai 2ត្រូវបានដាក់នៅក្រោមការគ្រប់គ្រងរបស់ប្រទេសចិនទូរទស្សន៍រដ្ឋរបស់ចិន CCTV បានរាយការណ៍ថាឆ្មាំសមុទ្ររបស់ចិនបានធ្វើការគ្រប់គ្រងដែនសមុទ្រនៅតំបន់ឆ្នេរ Siem Reap កាលពីពាក់កណ្ដាលខែមេសាប្រទេសចិនបានអះអាងពីអធិបតេយ្យភាពស្ទើរតែទាំងអស់លើសមុទ្រចិនខាងត្បូងរួមទាំងតំបន់មួយចំនួនទៀតដែលអះអាងជាកម្មសិទ្ធិរបស់ប្រទេសប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាមសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្ដាលអន្តរជាតិកាលពីឆ្នាំ2016បានរកឃើញថាការអះអាងកាន់កាប់របស់ក្រុងប៉េកាំងគ្មានមូលដ្ឋាននោះទេផ្អែកទៅតាមច្បាប់អន្តរជាតិជាការសម្រេចដែលប្រទេសចិនច្រានចោលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកឯនោះវិញតុលាការអាមេរិកបានសម្រេចចោទប្រកាន់បុរសវ័យ30ឆ្នាំម្នាក់ពីបទឃាតកម្មលើបុគ្គលិកស្ថានទូត2នាក់ដែលត្រូវបានបាញ់សម្លាប់នៅក្រៅសារមន្ទីរជនជាតិស្វីសនៅទីក្រុង Washington DC និងជាបទឧក្រិដ្ឋដែលក្រមមន្ត្រីកំពុងស៊ើបអង្កេតដែលអាចកើតឡើងដោយសារតែភាពស្អប់ខ្ពើមឬអំពើភេរវកម្មនេះបើតាមសេចក្តីរាយការណ៍របស់បណ្ដាញសារព័ត៌មាន Al Jazeera កាលពីថ្ងៃទី22ខែឧសភាជនជាប់ចោទ Elias Rodriguez មកពីទីក្រុង Chicago រដ្ឋ Illinois ប្រឈមនឹងការចោទប្រកាន់ច្រើនករណីរួមទាំងបទឃាតកម្មគិតទុកជាមុននិងការប្រើប្រាស់អាវុធមេធាវីជនជាតិអាមេរិកលោក J. Ninpero បានលើកឡើងកាលពីថ្ងៃប្រហោះថាគេរំពឹងថានឹងមានការចោទប្រកាន់បន្ថែមទៀតដោយបញ្ជាក់ថានេះគឺជាករណីដែលអាចមានទោសប្រហារជីវិតជនរងគ្រោះឈ្មោះ Yaron Liszczynski និង Sarah Lynn Miskim ត្រូវបានបាញ់សម្លាប់នៅម៉ោងប្រហែល 9 យប់កាលពីថ្ងៃពុធខណៈពួកគេចាកចេញពីកម្មវិធីមួយនៅសារមន្ទីរឆ្វីសនៅទីប្រជុំជនក្រុង Washington ពិធីជួបជុំនេះបានរៀបចំដោយគណៈកម្មាធិការជនជាតិឆ្វីសអាមេរិកផ្ដោតលើការកសាងទំនាក់ទំនងដើម្បីគាំទ្រកិច្ចប្រឹងប្រែងផ្ដល់ជំនួយមនុស្សធម៌នៅតំបន់កាហ្សាចំពេលដែលជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅកំពុងបន្តលោកស្រី Jojo Kalin ជាអ្នករៀបចំក្នុងចំណោមអ្នករៀបចំកម្មវិធីបាននិយាយថាសោកនាដកម្មដ៏គួរឲ្យភ្ញាក់ផ្អើលនេះគឺมันអាចទទួលយកបានទេយើងកំពុងតែជជែកអំពីការកសាងស្ពានហើយភ្លាមនោះក៏បានជួបរឿងដ៏គួរឲ្យស្អប់ខ្ពើមបែបនេះ
សាស័យជាច្រើននិយាយថាជនដៃដល់រ៉ូឌីស្កេសត្រូវបានឃើញដើរនៅក្រៅសារមន្ទីរមុនពេលដែលភ្លាមៗនោះបានបើកការបាញ់ប្រហារទៅលើក្រុមអ្នកចូលរួមដោយបានសម្លាប់ Lischinski និង Miskin បើតាមមន្ត្រីប៉ូលីសថាជនដៃដល់រូបនេះបានស្រែកថាដោះលែងជនជាតិប៉ាឡេស្ទីនខណៈពេលដែលត្រូវបានឃាត់ខ្លួននៅនឹងកន្លែងកើតហេតុដំបូងឡើយគេយល់ច្រឡំថាជនដៃដល់រូបនេះគឺជាអ្នកចូលរួមដែលជួបបញ្ហាហើយនឹងបានជួយសង្គ្រោះនៅក្នុងសារមន្ទីរនោះផងដែរមុនពេលដែលក្រុមមន្ត្រីប៉ូលីសដឹងថាគាត់គឺជាអ្នកបាញ់ក្រុមមន្ត្រី FBI បានហៅការវាយប្រហារនេះថាការធ្វើឡើងដោយចេតនានិងជាសកម្មភាពហិង្សាដែលមានគោលដៅលោក Steve Jensen មកពីការិយាល័យចុះត្រួតពិនិត្យផ្ទាល់ដល់កន្លែងកើតហេតុរបស់ស្ថាប័ន FBI បាននិយាយថានេះគឺជាសកម្មភាពរបស់ភេរវករនិងជាអំពើហិង្សាមានគោលដៅប្រឆាំងនឹងសហគមន៍ជនជាតិស្វីសអាជ្ញាធរបានអះអាងថាជនដៃដល់ Rodriguez បានទៅដល់ទីក្រុង Washington DC មួយថ្ងៃមុនពេលធ្វើការបាញ់ប្រហារដែលទំនងជាដើម្បីចូលរួមសន្និសីទការងារមួយបុរសរូបនេះគឺជាអ្នកជំនាញផ្នែកកិច្ចការរដ្ឋបាលបម្រើការងារនៅ American Osteopathic Information Association នៅ Chicago កាលពីឆ្នាំ 2004 ស្របពេលដែលគេមិនបានដឹងពីប្រវត្តិនៃបទឧក្រិដ្ឋរបស់គាត់សកម្មភាពរបស់គាត់នៅលើបណ្ដាញសង្គមបង្ហាញថាមានការជាប់ពាក់ព័ន្ធនឹងចលនាតវ៉ាគាំទ្រជនជាតិប៉ាឡេស្ទីនក្រុមអ្នកស៊ើបអង្កេតកំពុងតែស្វែងរកអាសយដ្ឋានរបស់បុរសរូបនេះនៅទីក្រុង Chicagoអ្នកជិតខាងម្នាក់ឈ្មោះ John Winfrey បាននិយាយថា Rodriguez បានដាក់តាំងរូបភាពរបស់ក្មេងប្រុសអាមេរិកប៉ាឡេស្ទីនឈ្មោះ Wadi Al-Fayyoumi អាយុ6ឆ្នាំដែលត្រូវបានសម្លាប់នៅក្នុងអំពើឧក្រិដ្ឋបែបស្អប់ខ្ពើមកាលពីឆ្នាំ2023លោក Free បាននិយាយទៀតថាលោកជឿថា Rodriguez បានមានអារម្មណ៍ប៉ះពាល់យ៉ាងខ្លាំងដោយសារតែករណីសម្លាប់ក្មេងប្រុសរូបនោះបើទោះបីជាយ៉ាងណាអាជ្ញាធរមិនទាន់បានបញ្ជាក់អំពីការជាប់ពាក់ព័ន្ធផ្ទាល់ណាមួយនៅឡើយទេអំឡុងពេលបង្ហាញខ្លួននៅតុលាការកាលពីថ្ងៃព្រហស្បតិ៍តុលាការបានបង្គាប់ឲ្យបន្តឃុំខ្លួន Rodriguez រហូតដល់មានការបង្ហាញខ្លួននៅពេលបន្ទាប់នៅថ្ងៃទី18ខែមិថុនាការស្លាប់របស់ជនរងគ្រោះទាំងពីរបានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅក្នុងចំណោមសហគមន៍នៅទូទាំងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលជនរងគ្រោះ Lischinski និង Miskin ជាបុគ្គលិកនៅស្ថានទូតអ៊ីស្រាអែលហើយអ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហានឹងគ្នាពួកគេមានគម្រោងធ្វើដំណើរទៅកាន់ក្រុង Jerusalem ទីដែលលោក Lischinski មានបំណងស្នើសុំមិត្តស្រីរៀបការលោក Yechiel Letour ជាឯកអគ្គរដ្ឋទូតអ៊ីស្រាអែលបាននិយាយថាពួកគេគឺជាគូស្នេហ៍ដ៏ស្រស់ស្អាតហើយគ្រោងនឹងស្នើសុំរៀបការនៅសប្តាហ៍ក្រោយការវាយប្រហារនេះបានបណ្ដាលឲ្យមានការថ្កោលទោសពីមេដឹកនាំនៅលើពិភពលោកនិងបង្កការព្រួយបារម្ភជាថ្មីអំពីការកើនឡើងនូវភាពស្អប់ខ្ពើមជនជាតិស្វីសលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានពិពណ៌នាអំពីឃាតកម្មថាជាអំពើស្អប់ខ្ពើមដ៏សាហាវនេះនិងបានបញ្ជាឲ្យពង្រឹងសន្តិសុខនៅក្នុងបេសកកម្មរបស់អ៊ីស្រាអែលនៅទូទាំងពិភពលោកប្រធានាធិបតីអាមេរិកលោក Donald Trump បានសម្ដែងនៅសមានតុនិងបានសរសេរនៅលើបណ្ដាញសង្គមថាភាពស្អប់ខ្ពើមនិងភាពជ្រុលនិយមមិនអាចទទួលយកបានទេនៅសហរដ្ឋអាមេរិកមន្ត្រីអាល្លឺម៉ង់ក៏បានប្រតិកម្មដោយក្តីតក់ស្លុតផងដែរបន្ទាប់ពីដឹងថាជនរងគ្រោះ Lischinski ក៏មានសញ្ជាតិអ៊ីស្រាអែលអាល្លឺម៉ង់ផងដែរចំណែកឧបការី Friedrichs បានហៅការវាយប្រហារនេះថាសាហាវគណៈរដ្ឋមន្ត្រីការបរទេស Johann Wedpul បានហៅការវាយប្រហារនេះថាជាអំពើទុរយោចំណែកអ្នកស្រី Muriel Bowser ចៅហ្វាយក្រុង Washington DC ក៏បានសន្យាថាទីក្រុងនេះនឹងមិនអត់ឱនចំពោះអំពើភេរវកម្មឬអំពើស្អប់ខ្ពើមគ្នាណាមួយនោះទេ